ចាត់ទុរទស្សនិកជនបន្តជម្រាបជូននៅព័ត៌មានសំខាន់ជាច្រើនទៀតនៅក្នុងវគ្គនេះដែរក៏ចង់បង្ហាញទៅនឹងរោងចក្រសហគ្រាសរបស់ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជាចាបើគិតត្រឹមខែមេសាឆ្នាំ2025រោងចក្រសហគ្រាសគឺមានជាង45,000រោងចក្រជាមួយនឹងកម្មករនិយោជិតដែលកំពុងតែបម្រើការងារចាគឺចំនួនជាង1.8 លាននាក់នៅក្នុងនោះជិត1 លាននាក់គឺស្ថិតនៅក្នុងវិស័យវេជ្ជនភ័ណ្ឌបើយោងតាមការឲ្យដឹងពីឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងឱកាសនៃការអបអរសាទរទទួលក្រុមហ៊ុនវិនិយោគចំនួន200និងសម្ដែងសម្ដាលជាមួយបងប្អូនកម្មករនយោជិតក្រោមអធិបតីភាពសម្ដេចអធិបតីហ៊ុនម៉ាណែតកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2025កន្លងទៅថ្មីនេះបានដឹងថានៅក្នុងរយៈពេល20ខែដំបូងនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាចាប់ពីខែសីហាឆ្នាំ2023ដល់ខែមេសាឆ្នាំ2025គឺចំនួនរោងចក្រសហគ្រាសបានកើនឡើង4300ដល់45,386សហគ្រាសចំណែកឯកម្មករនយោជិតបានកើនឡើង1,65,000នាក់ដល់ប្រមាណ1,87,000លាននាក់និងផ្ដល់ប្រាក់ឈ្នួលកម្មករនយោជិតជាមធ្យមសរុបប្រចាំឆ្នាំប្រមាណជា$6,000 លានចំនួនខាងលើនេះគឺវិស័យកាត់ដេរសហគ្រាសគឺសរុបប្រមាណជា1,657និងមានកម្មករនយោជិតប្រមាណជា97,000នាក់ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជា$3,000 លានឯកឧត្តមបានបន្តថាដោយឡែកសម្រាប់ខេត្តព្រះសីហនុគិតចាប់ពីឆ្នាំ2008ដល់ខែមេសាឆ្នាំ2025ចំនួនរោងចក្រសហគ្រាសគឺមានការកើនឡើង96ដែលមានកម្មករនយោជិតសរុបប្រមាណជាង10,000នាក់ទៅដល់ចំនួន3,833សហគ្រាសជាមួយនឹងកម្មករបម្រើការងារប្រមាណជា12,000នាក់និងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណជា$360 លានបច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការចំនួន5ជាមួយគ្នានោះផងដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងថានៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋព្រមទាំងធានានូវប្រាក់ចំណូលកាន់តែខ្ពស់ការទទួលបានក្រុមហ៊ុនចំនួន200នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុគឺពុំមែនកើតឡើងដោយចៃដន្យឡើយប៉ុន្តែវាកើតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលសម្ដេចបានបន្តទៀតថាក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះតំបន់សេដ្ឋកិច្ចពិសេសបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្មនិងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់ក្នុងការបង្កើតឱកាសការងារទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើននិងកាន់តែល្អប្រសើរព្រមទាំងមានប្រាក់ចំណូលកាន់តែខ្ពស់ក្នុងនោះរាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាក្នុងការទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ចបង្កើតរោងចក្រសហគ្រាសនិងផ្ដល់ការងារជូនដល់ពលរដ្ឋប៉ុណ្ណោះនោះទេប៉ុន្តែរាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការបង្កើតឲ្យមានសុខសន្តិភាពនៅគ្រប់រោងចក្រសហគ្រាសទាំងអស់ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋជាពិសេសបងប្អូនកម្មករនយោជិតចំណែកឯអាយគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជាអាយដាមវ៉ាងវិនពីនបានលើកឡើងថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះមិនត្រឹមតែជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបនៃមិត្តភាពរវាងចិនកម្ពុជាផងដែរហើយតំបន់សេដ្ឋកិច្ចពិសេសនេះបានដើរតួនាទីជាស្ពាននិងជាខ្សែចម្លងយ៉ាងសកម្មដើម្បីបង្កើនការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែស៊ីជម្រៅរវាងខេត្តជាងស៊ូប្រទេសចិនជាមួយនឹងខេត្តព្រះសីហនុក្នុងវិស័យសុខាភិបាលការអប់រំនិងវប្បធម៌ផងដែរអាយដាមក៏បានលើកឡើងថានៅក្នុងបរិបទនៃភាពមិនប្រកបវិជ្ជានៃសេដ្ឋកិច្ចសកលការរួបរวมគ្នាគឺពិតជាមានភាពចាំបាច់ហើយក៏បានប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាកលានុវត្តភាពដើម្បីជំរុញនៅកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងនោះប្រទេសចិនគឺមានឆន្ទៈក្នុងការរួមសហការជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាជំរុញការអនុវត្តនៅយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវជាមួយនឹងយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរប្រិមត្តជនចំណែកឯសមាគមកាយរិទ្ធនារីវិញម្ដងគឺក្នុងនោះដែរបើតាមការបញ្ជាក់ពីសមាគមកាយរិទ្ធនារីគឺក្រមវឌ្ឍននារីត្រូវបន្តខិតខំបង្កើនបាទទាំងលើជំនាញទាំងផ្នែករឹងទាំងផ្នែកទុនដើម្បីមានឱកាសការងារនេះជាការបញ្ជាក់របស់សមាគមកាយរិទ្ធនារីថ្នាក់ដឹកនាំនៃសមាគមកាយរិទ្ធនារីបាទកម្ពុជាជំរុញលើកទឹកចិត្តទៅដល់ក្រមបាទវឌ្ឍននារី
បាទឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបង្កើនទាំងសមត្ថភាពបាទទាំងលើជំនាញរឹងនឹងទុនពោលគឺត្រូវស្គាល់ពីខ្លួនឯងបាទគ្រប់គ្រងខ្លួនឯងស្គាល់សង្គមនិងបង្កើនការទំនាក់ទំនងទើបអាចទទួលបានឱកាសការងារមានប្រសាសន៍នៅក្នុងវិធីបើកសិក្ខាសាលាកម្មវិធីតម្រង់ទិសការងារនិងអាជីពសម្រាប់ក្រុមវឌ្ឍននារីនៃសមាគមកាយចរិតនារីកម្ពុជាសាខាខេត្តកំពតក្រោមប្រធានបទការស្វែងយល់អំពីអាជីពការងារនិងការកំណត់គោលដៅការងារបាទនៅសន្តាគារ The Casual ខេត្តកំពតកាលពីថ្ងៃទី25ខែឧសភាម្សិលមិញនេះហើយដើម្បីសម្រេចបាននូវគោលបំណងសំខាន់នោះសិក្ខាសាលាលើកឡើងនៅចំណុច3ត្រូវរៀបចំឡើងជាបន្តបន្ទាប់ក្នុងរយៈពេល4ខែដោយលើកយកប្រធានបទផ្សេងគ្នាសិក្ខាសាលាទី1ការស្វែងយល់ពីខ្លួនឯងនិងការងារទី2ការអភិវឌ្ឍខ្លួនឯងដើម្បីកសាងទំនុកចិត្តនិងទំនាក់ទំនងទី3ស្វែងយល់អំពីអាជីពការងារនិងការកំណត់គោលដៅការងារដោយផ្ដោតទៅលើការងារទំនាក់ទំនងអន្តរជាតិនិងការងារតាក់ទងវិស័យច្បាប់ក្នុងនោះលោកស្រីអគ្គស្នងការរងបានលើកទឹកចិត្តឲ្យសមាជិកក្រុមវឌ្ឍននារីខិតខំរៀនសូត្រស្គាល់ខ្លួនឯងគ្រប់គ្រងខ្លួនឯងស្គាល់សង្គមដើម្បីបង្កើនទំនាក់ទំនងល្អសាងទំនុកចិត្តនិងឈានទៅដល់ការទទួលឱកាសការងារដ៏ល្អដែលខ្លួនប្រាថ្នាក្នុងពេលអនាគតការស្វែងយល់អំពីអាជីពនិងការកំណត់គោលដៅការងារគឺជាជំហានដ៏សំខាន់មួយក្នុងជីវិតការងារនិងអនាគតរបស់មនុស្សម្នាក់ៗនៅក្នុងសង្គមសព្វថ្ងៃនេះដែលពោរពេញទៅដោយការប្រកួតប្រជែងយើងគ្រប់រូបគួរតែមានភាពត្រៀមខ្លួនល្អដើម្បីចូលរួមនៅក្នុងទីផ្សារការងារចំណេះដឹងលើអាជីពនិងការស្គាល់ខ្លួនឯងគឺជាគន្លឹះសំខាន់មួយក្នុងការជ្រើសរើសធ្វើជីវិតដែលស្របទៅនឹងសមត្ថភាពនិងចំណង់ចំណូលចិត្តរបស់យើងការស្វែងយល់ពីអាជីពជាដំណើរមួយដែលជួយឲ្យយើងស្គាល់ពីខ្លួនឯងយល់ដឹងពីជំនាញពីការចូលចិត្តនិងបុគ្គលិកលក្ខណៈរហូតដល់ស្វែងរកអាជីពដែលអាចឆ្លើយតបទៅនឹងគុណសម្បត្តិទាំងនេះជាពិសេសការកំណត់គោលដៅការងារនឹងជួយឲ្យយើងមានទិសដៅច្បាស់លាស់សម្រួលពេលវេលាសម្រួលការសិក្សានិងការអភិវឌ្ឍខ្លួនឯងឲ្យទាន់សម័យទៅតាមតម្រូវការទីផ្សារការងារដូចនេះសិក្ខាសាលានេះជាឱកាសដ៏មានតម្លៃសម្រាប់ក្មួយៗទាំងអស់គ្នាក្នុងការទទួលបាននូវការចែករំលែកនូវចំណេះដឹងបទពិសោធន៍ពីវាគ្មិនកិត្តិយសរបស់យើងនិងជួយបំផុសអារម្មណ៍ឲ្យក្មួយបង្កើននូវភាពជឿជាក់ក្នុងការរៀបចំអនាគតការងាររបស់ក្មួយឲ្យបានច្បាស់លាស់សមាជិកកាយចរិតនារីក៏បានលើកឡើងថាកម្មវិធីតម្រង់ទិសពិតជាមានសារៈសំខាន់សម្រាប់អនាគតពួកគេនិងបានអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្នុងកម្មវិធីនេះគឺវាពិតជាសំខាន់ណាស់សម្រាប់ស្រីយើងដើម្បីបង្កើនសមត្ថភាពច្បាស់លាស់ហើយពីព្រោះយើងអាចមានសមត្ថភាពដែលថ្មីហើយយើងអាចរកការងារដែលច្បាស់លាស់ហើយដើម្បីជីវភាពយើងស្ត្រីគេលើកដង្កើងបានខ្ពស់មិនដូចកាលមុនយើងនៅចាញ់បរោះឥឡូវហ្នឹងស្ត្រីមានសមត្ថភាពដូចគ្នាអញ្ចឹងហើយមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គមអាចចូលរួមក្នុងការងារសង្គមអាចរៀនបានច្រើនជាងមុនហើយពិតជាអាចដោះស្រាយហើយមានគំនិតច្នៃប្រឌិតខ្លាំងមែនទែនឥឡូវហ្នឹងអត់អាចវិលចង្ក្រានរែងចុះមានភាពស្មើគ្នាក្នុងការធ្វើដូចគ្នាព្រោះអីមានថាមានតាមបុរសហើយស្ត្រីក៏អាចធ្វើបានដែរឥឡូវហ្នឹងព្រោះអីមានសមត្ថភាពមានក្នុងការគិតដូចគ្នាកម្មវិធីនេះបានឆ្លុះបញ្ចាំងថាគាត់ចូលចិត្តធ្វើអីចង់ខ្លះជាអ្វីហើយឲ្យគាត់រៀនដឹងពីជំនាញពួកគាត់ចង់បាននៅថ្ងៃអនាគតជាចុងបញ្ចប់នេះខ្ញុំសូមគោរពអរគុណដល់ថ្នាក់ដឹកនាំបងស្រីពេជ្រច័ន្ទមនីក៏ដូចជាអរគុណទៅដល់លោកជំទាវហ៊ុនចន្ទធីដែលតែងតែយកចិត្តទុកដាក់ទៅលើក្រុមកាយរដ្ឋរបស់យើងហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះកាយរដ្ឋលោកជំទាវដិតនីតាប្រធានកម្មវិធីតម្រង់ទិសការងារនិងអាជីពបាទសមាគមកាយចរិតនារីកម្ពុជាក៏បានមានប្រសាសន៍ថាសិក្ខាសាលាទាំង3វគ្គ
ដែលធ្វើឡើងតបតាមការចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលជាអគ្គស្នងការសមាគមកាយរិទ្ធនារីដែលបានបញ្ចប់ដោយជោគជ័យហើយក៏សង្ឃឹមថារាល់ការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗទាំងអស់នេះនឹងអាចជួយតម្រង់ទិសបាទជួយតម្រង់ជីវិតសិក្សារបស់ក្មួយៗឆ្ពោះទៅរកភាពជោគជ័យលោកជំទាវក៏បានណែនាំឲ្យក្មួយៗកាយរិទ្ធនារីបន្តយកចិត្តទុកដាក់បង្កើនជំនាញទាំងផ្នែករឹងនិងជំនាញទន់បាទគឺជាប្រចាំព្រោះការសិក្សាគឺពេញមួយជីវិតពិសេសបើខ្លួនពេញចិត្តឬក៏ស្រឡាញ់ជំនាញឬការងារណាមួយហើយនោះសូមបាទគុំយកទៅប្រៀបធៀបនឹងអ្នកដទៃព្រោះរាល់ជំនាញនឹងការងារសុចរិតទាំងអស់សុទ្ធតែមានគុណតម្លៃសម្រាប់ជីវិតនិងសង្គមបាទនេះជាការតម្រង់ទិសនេះជាការបើកវគ្គនៅសិក្ខាសាលាដើម្បីបង្កើនចំណេះដឹងធ្វើចំណាស់ឲ្យសមាគមកាយរិទ្ធនារីបានស្គាល់ពីខ្លួនឯងចេះគ្រប់គ្រងខ្លួនឯងស្គាល់ពីសង្គមបង្កើនទំនាក់ទំនងហើយទទួលយកឱកាសការងារបាទចាត់ទស្សនិកជនដែលឡែកយើងក៏លេខទៅចាប់អារម្មណ៍នៅខេត្តកំពង់ចាមចាឯកឧត្តមអ៊ុនចន្ទៈអភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី24ចុងសប្តាហ៍នេះចាគឺបាននឹងដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យថែទាំផ្លូវនៅស្រុកព្រៃឈរនិងលទ្ធភាពជួសជុលផ្លូវឡើងវិញដែលខូចខាតដោយចំនួនទឹកភ្លៀងនៅស្រុកបាធាយឯកឧត្តមអ៊ុនចន្ទៈអភិបាលខេត្តកំពង់ចាមក៏បានមានប្រសាសន៍ឲ្យដឹងថាផ្លូវកៅស៊ូមួយខ្សែប្រវែង13គីឡូម៉ែត្រចាដែលស្ថិតនៅក្នុងឃុំបឹងណាយស្រុកព្រៃឈរត្រូវបានស្ថាបនារួចរាល់ជាស្ថាពរប៉ុន្តែគឺស្ថិតនៅក្នុងអំឡុងពេលថែទាំជាមួយនឹងការចុះពិនិត្យនេះផងដែរឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យអ្នកសាងសង់ធ្វើរបាំងដែកចាគឺនៅចំណុចដែលមានប្រឡាយទឹកដើម្បីការពារនៅគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពលគឺការការពារទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្តក៏បានដឹងដែរថាបន្ទាប់ពីនោះក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូមួយខ្សែចាគឺដែលស្ថិតនៅក្នុងឃុំសណ្ដែកស្រុកបាធាយដែលរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមកដូច្នេះផ្លូវមួយខ្សែនេះគឺត្រូវធ្វើការសិក្សាពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថាផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផលកសិកម្មពីតំបន់នោះមកទីប្រជុំជនបាទប្រិមត្តទស្សនិកជនលោកនាងបានទទួលជ្រាបនៅព័ត៌មានជាច្រើនទាំងសល់មួយវគ្គទៀតដែរវគ្គចុងក្រោយបាទមុននឹងជួបពីកម្មវិធីក៏សូមអនុញ្ញាតពេលវេលាសម្រាប់បន្តិចសិន